ក្នុងឆ្នាំ2001អ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសជាច្រើនអ្នកបានចាប់ផ្ដើមធ្វើការជាមួយមនុស្សចំនួន248រូបដើម្បីបង្កើតទម្លាប់នៃការហាត់ប្រាណឲ្យកាន់តែប្រសើរឡើងនៅក្នុងរយៈពេល2សប្តាហ៍មនុស្សដែលបានចូលរួមគឺត្រូវបានបែងចែកចេញជា3ក្រុមក្រុមទី1គឺក្រុមត្រួតពិនិត្យពួកគេត្រូវបានគេសួរសំណួរយ៉ាងសាមញ្ញដើម្បីតែតាមដានថាតើពួកគេហាត់ប្រាណញឹកញាប់ប៉ុណ្ណាតែប៉ុណ្ណោះក្រុមទី2គឺក្រុមការលើកទឹកចិត្តពួកគេត្រូវបានគេសួរនាំមិនមែនដើម្បីតែបានតាមដានពីការហាត់ប្រាណរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែក៏ទាក់ទងទៅនឹងការអានឯកសារមួយចំនួនអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណផងដែរអ្នកស្រាវជ្រាវក៏បានពន្យល់ដល់ក្រុមទាំងនោះអំពីរបៀបនៃការធ្វើលំហាត់ប្រាណអាចកាត់បន្ថយដល់ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងធ្វើឲ្យសុខភាពបេះដូងមានភាពល្អប្រសើរឡើងផងដែរចុងក្រោយគឺក្រុមទី3អ្នកដែលបានចូលរួមទាំងនេះគឺសុទ្ធតែទទួលបានការធ្វើបទបង្ហាញដូចទៅនឹងក្រុមទី2ដែរដើម្បីធានាថាពួកគេទទួលបានកម្រិតនៃការលើកទឹកចិត្តស្មើៗគ្នាទោះជាយ៉ាងណាក៏ដោយពួកគេក៏ត្រូវបានស្នើសុំឲ្យរៀបផែនការសម្រាប់ពេលវេលានិងទីកន្លែងដែលពួកគេនឹងធ្វើលំហាត់ប្រាណនៅក្នុងសប្តាហ៍បន្ទាប់ផងដែរជាពិសេសសមាជិកនីមួយៗនៃក្រុមទី3បានបញ្ចប់ប្រយោគខាងក្រោមថាក្នុងកំឡុងសប្តាហ៍បន្ទាប់ខ្ញុំនឹងចូលរួមក្នុងការធ្វើលំហាត់ប្រាណយ៉ាងតិច20នាទីក្នុងមួយថ្ងៃនៅក្នុងក្រុមទី1និងទី2គឺមានមនុស្សពី35ទៅ38%ដែលបានធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ការបង្ហាញពីការលើកទឹកចិត្តដែលបានផ្ដល់ដល់ក្រុមទី2នោះហាក់ដូចជាគ្មានប៉ះពាល់ប្រកបដោយអត្ថប្រយោជន៍អ្វីដល់ឥរិយាបថរបស់ពួកគេឡើយប៉ុន្តែ 91% នៃក្រុមទី3បានធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃអត្រាអ្នកធ្វើលំហាត់ប្រាណធម្មតាទៅទៀតប្រយោគដែលពួកគេបានបំពេញគឺជាអ្វីដែលអ្នកស្រាវជ្រាវបានឲ្យឈ្មោះថាចេតនាក្នុងការអនុវត្តនោះឯងដែលវាគឺជាផែនការដែលអ្នកបានគ្រោងទុកជាមុនអំពីពេលវេលានិងទីកន្លែងដែលអ្នកត្រូវធ្វើសកម្មភាពនោះឯងជារបៀបដែលអ្នកមានចេតនានៅក្នុងការអនុវត្តទម្លាប់ដ៏ជាក់លាក់មួយនោះសញ្ញាជំរុញដែលអាចជំរុញដល់ទម្លាប់និងការចូលមកនៅក្នុងទម្លាប់ផ្សេងៗគ្នាជាច្រើនដូចជាអារម្មណ៍នៃទូរស័ព្ទរោទ៍នៅក្នុងហោប៉ៅរបស់អ្នកក្លិននំខូគីសូកូឡានិងសំឡេងស៊ីរ៉ែននៃរថយន្តសង្គ្រោះជាដើមប៉ុន្តែសញ្ញាជំរុញដែលទូទៅបំផុតនោះគឺពេលវេលានិងទីកន្លែងចេតនានៅក្នុងការអនុវត្តនឹងបានប្រើប្រាស់សញ្ញាជំរុញទាំងពីរនេះដើម្បីគុណប្រយោជន៍ជាអតិបរមាមិនខានបើនិយាយឲ្យទូលំទូលាយទៅទម្រង់នៃការបង្កើតរចនាក្នុងការអនុវត្តគឺស្ថានភាពឥតកើតឡើងនោះខ្ញុំនឹងធ្វើការឆ្លើយតបវាយត្រឡប់មកវិញការសិក្សារាប់រយបានបង្ហាញថាចេតនានៅក្នុងការអនុវត្តគឺមានប្រសិទ្ធភាពជាខ្លាំងក្នុងការប្រកាន់ភ្ជាប់ទៅនឹងគោលដៅមិនថាជាការសរសេរអំពីកាលបរិច្ឆេទជាក់លាក់ទៅលើពេលវេលាដែលអ្នកនឹងទទួលវ៉ាក់សាំងផ្ដាសាយឬក៏កត់ត្រាអំពីពេលវេលានៃការណាត់ជួបដើម្បីពិនិត្យបញ្ហាពោះវៀនធំរបស់អ្នកនោះទេពួកវានឹងបង្កើនឱកាសដែលធ្វើឲ្យមនុស្សនឹងប្រកាន់ភ្ជាប់នៅទម្លាប់ដែលមានដូចជាការកែច្នៃរបស់ឡើងវិញការសិក្សារៀនសូត្រការចូលគេងលឿននិងការឈប់ជក់បារីជាអាចអ្នកស្រាវជ្រាវក៏ថែមទាំងបានរកឃើញផងដែរថាចំនួនអ្នកទៅបោះឆ្នោតនឹងប្រែជាមានការកើនឡើងនៅពេលដែលអ្នកបោះឆ្នោតត្រូវបានគេបង្ខំឲ្យបង្កើតរចនាក្នុងការអនុវត្តតាមរយៈការឆ្លើយនៅសំណួរនានាដូចជាតើអ្នកនឹងធ្វើដំណើរតាមផ្លូវណាដើម្បីទៅការិយាល័យបោះឆ្នោតតើអ្នកប្រុងទៅម៉ោងប៉ុន្មានតើឡានក្រុងនឹងដឹកអ្នកទៅដល់ពេលណាកម្មវិធីដែលទទួលបានជោគជ័យផ្សេងទៀតរបស់អភិបាលក៏បានជំរុញឲ្យប្រជាពលរដ្ឋបង្កើតផែនការច្បាស់លាស់ដើម្បីបង់ពន្ធឲ្យទាន់ពេលវេលាឬផ្ដល់នូវការណែនាំអំពីពេលវេលានិងទីកន្លែងដែលត្រូវបង់ថ្លៃចរាចរណ៍យឺតយ៉ាវផងដែរ
ខ្លឹមសារសំខាន់គឺត្រូវបានបង្ហាញយ៉ាងច្បាស់ថាមនុស្សដែលបានបង្កើតផែនការទៅលើពេលវេលានិងទីកន្លែងច្បាស់លាស់នោះពួកគេនឹងទំនងជាអាចអនុវត្តនៅទម្លាប់ថ្មីៗកាន់តែសម្រេចបានជោគជ័យច្រើនជាងមុនមនុស្សច្រើនណាស់ដែលព្យាយាមផ្លាស់ប្ដូរទម្លាប់របស់ពួកគេដោយមិនបានយល់ដឹងអំពីព័ត៌មានលម្អិតជាមូលដ្ឋានទាំងនេះយើងប្រឹងប្រាប់ខ្លួនយើងថាខ្ញុំនឹងញ៉ាំអាហារដែលផ្ដល់នូវសុខភាពជាមុនឬខ្ញុំនឹងប្រឹងសរសេរបន្ថែមទៀតប៉ុន្តែយើងមិនដែលនិយាយថាទម្លាប់ទាំងនេះនឹងកើតឡើងនៅពេលណានិងនៅកន្លែងណានោះទេយើងទុកឲ្យព្រេងវាសនាជាអ្នកសម្រេចនិងសង្ឃឹមថាយើងគ្រាន់តែចងចាំថាយើងនឹងធ្វើវាទៅគឺហើយក៏នឹងមានចិត្តធ្វើពេលណាចាំធ្វើពេលនឹងតែប៉ុណ្ណោះចេតនាក្នុងការអនុវត្តមួយនឹងលុបបំបាត់នៅគំនិតដែលអាប់អួរមិនច្បាស់លាស់ដូចជាខ្ញុំចង់ហាត់ប្រាណឲ្យបានច្រើនឬខ្ញុំចង់ទទួលលទ្ធភាពការងារឲ្យបានកាន់តែច្រើនជាងមុនឬខ្ញុំគួរទៅបោះឆ្នោតរួចបង្វែរវាឲ្យទៅជាផែនការសកម្មភាពជាក់ស្ដែងជំនួសវិញមនុស្សជាច្រើនបានគិតថាមកពីពួកគេខ្វះការលើកទឹកចិត្តស្របពេលដែលអ្វីដែលពួកគេខ្វះខាតពិតប្រាកដនោះគឺភាពច្បាស់លាស់ឯណោះទៅវិញទេវារមែងជាភាពច្បាស់លាស់ជានិច្ចទៅលើពេលវេលានិងទីកន្លែងដើម្បីចាប់ផ្ដើមសកម្មភាពរបស់ពួកគេមនុស្សមួយចំនួនបានចំណាយជីវិតរបស់ពួកគេទាំងមូលដើម្បីរងចាំពេលវេលាឲ្យសមរម្យសិនទើបពួកគេព្រមធ្វើការកែលម្អខ្លួនតាមក្រោយនៅពេលណាដែលចេតនាក្នុងការអនុវត្តបានកំណត់នោះអ្នកមិនចាំបាច់រងចាំការលើកទឹកចិត្តដើម្បីធ្វើសកម្មភាពដូចមុនឡើយតើថ្ងៃនេះខ្ញុំត្រូវសរសេរអត្ថបទមួយជំពូកដែរឬទេតើខ្ញុំត្រូវធ្វើសមាធិនៅពេលព្រឹកឬពេលអាហារថ្ងៃត្រង់នៅពេលគ្រាដែលត្រូវធ្វើសកម្មភាពកើតឡើងអ្នកមិនចាំបាច់ធ្វើការសម្រេចចិត្តអំពីអ្វីទាំងអស់អ្នកគ្រាន់តែធ្វើទៅតាមផែនការដែលអ្នកបានកំណត់ទុកមុនរបស់អ្នកទៅគឺបានហើយវិធីដ៏សាមញ្ញបំផុតដើម្បីអនុវត្តយុទ្ធសាស្ត្រមួយនេះចូលទៅក្នុងបន្ទប់របស់អ្នកគឺត្រូវបំពេញប្រយោគខាងក្រោមនេះការធ្វើសមាធិខ្ញុំនឹងធ្វើសមាធិរយៈពេល1នាទីនៅម៉ោង7ព្រឹកនៅក្នុងបន្ទប់ផ្ទះបាយរបស់ខ្ញុំការរៀនសូត្រខ្ញុំនឹងរៀនភាសាអេស្ប៉ាញរយៈពេល20នាទីនៅម៉ោង6យប់នៅក្នុងបន្ទប់គេងរបស់ខ្ញុំការធ្វើលំហាត់ប្រាណខ្ញុំនឹងធ្វើលំហាត់ប្រាណរយៈពេល1ម៉ោងពេញនៅម៉ោង5ល្ងាចនៅកន្លែងហាត់ប្រាណនៅក្នុងតំបន់របស់ខ្ញុំអាពាហ៍ពិពាហ៍ខ្ញុំនឹងឆុងតែឲ្យដៃគូរបស់ខ្ញុំមួយពែងនៅម៉ោង8ព្រឹកនៅក្នុងបន្ទប់បាយប្រសិនបើអ្នកមិនច្បាស់ថាតើពេលណាដែលអ្នកត្រូវចាប់ផ្ដើមទម្លាប់របស់អ្នកទេនោះចូលសាកល្បងថ្ងៃដំបូងនៃសប្តាហ៍នៃខែឬនៃឆ្នាំទៅមើលមនុស្សនឹងទំនងជាចាប់ផ្ដើមសកម្មភាពនៅក្នុងពេលវេលាទាំងនោះដោយសារតែក្តីសង្ឃឹមរបស់ពួកគេគឺតែងតែខ្ពស់ជាងធម្មតាជានិច្ចប្រសិនបើយើងមានក្តីសង្ឃឹមនោះយើងនឹងមានហេតុផលដើម្បីចាប់ផ្ដើមសកម្មភាពការចាប់ផ្ដើមដ៏ថ្មីស្រឡាងនឹងផ្ដល់ឲ្យអ្នកពោរពេញទៅដោយកម្លាំងបណ្ដាចិត្តជាមិនខានមានអត្ថប្រយោជន៍មួយទៀតសម្រាប់ចេតនាក្នុងការអនុវត្តនេះការមានភាពច្បាស់លាស់ចំពោះអ្វីដែលអ្នកចង់បាននិងរបៀបដែលអ្នកសម្រេចវានោះនឹងជួយឲ្យអ្នកនិយាយពាក្យថាទេចំពោះអ្វីដែលរារាំងដល់ភាពចម្រើនរបស់អ្នករំខានដល់ការយកចិត្តទុកដាក់របស់អ្នកនិងទាញអ្នកចេញពីគោលដៅរបស់អ្នកជារឿយយើងតែងនិយាយពាក្យថាយល់ព្រមចំពោះសំណើតូចដោយសារតែយើងគ្មានភាពច្បាស់លាស់គ្រប់គ្រាន់អំពីអ្វីដែលយើងត្រូវធ្វើជំនួសនោះឯងនៅពេលដែលក្តីសុបិនរបស់អ្នកគ្មានភាពច្បាស់លាស់វាជារឿងងាយស្រួលណាស់ក្នុងការធ្វើឲ្យវាមានភាពសមស្របឬស៊ីគ្នាជាមួយនឹងករណីលើកលែងបន្តិចបន្តួចនៅពេញមួយថ្ងៃហើយអ្នកនឹងគ្មានថ្ងៃបានចូលទៅចិត្តអ្វីដែលជាក់លាក់ដែលអ្នកត្រូវធ្វើដើម្បីទទួលបានភាពជោគជ័យរបស់អ្នកនោះឡើយចូលផ្ដល់ឲ្យទម្លាប់របស់អ្នកនៅពេលវេលានិងទីកន្លែងមួយ
ដើម្បីបានរស់នៅក្នុងពិភពលោកមួយនេះគោលដៅរបស់អ្នកគឺដើម្បីធ្វើឲ្យពេលវេលានិងទីតាំងរបស់អ្នកមានភាពច្បាស់លាស់ដូច្នេះជាមួយនឹងការធ្វើដដែលច្រើនគ្រប់គ្រាន់នោះអ្នកនឹងទទួលបានកម្លាំងជំរុញឲ្យធ្វើនៅរឿងដែលត្រឹមត្រូវនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបើទោះបីជាអ្នកមិនអាចនិយាយពាក្យថាមកពីមូលហេតុអ្វីក៏ដោយដោយដែលអ្នកនិពន្ធ Jackson Swift បានកត់សម្គាល់ឃើញថាច្បាស់ណាស់វាគ្មានថ្ងៃដែលអ្នកដឹងតែចេញទៅហាត់ប្រាណដោយមិនបានគិតឲ្យត្រឹមត្រូវនោះទេប៉ុន្តែដូចទៅនឹងសត្វសុនខដែលកំពុងតែស្រក់ទឹកមាត់ដាក់កណ្ដឹងរបស់វាដូច្នោះដែរអ្នកប្រហែលជានឹងចាប់ផ្ដើមអន្ទះអន្ទែងនៅក្នុងថ្ងៃដែលអ្នកតែងហាត់ប្រាណជាធម្មតានោះជាពុំខានមានវិធីសាស្ត្រជាច្រើនដើម្បីប្រើប្រាស់តិចនិចចេតនាក្នុងការអនុវត្តនៅក្នុងជីវិតនិងក្នុងវិស័យការងាររបស់អ្នកវិធីសាស្ត្រដែលខ្ញុំចូលចិត្តប្រើបំផុតគឺជាវិធីសាស្ត្រមួយដែលខ្ញុំបានរៀនសូត្រពីសាស្ត្រាចារ្យ B.J. Fogg នៅសាកលវិទ្យាល័យ Stanford ហើយវាគឺជាយុទ្ធសាស្ត្រដែលខ្ញុំឲ្យឈ្មោះថាការប្រមូលផ្ដុំទម្លាប់ផែនការដ៏សាមញ្ញមួយដើម្បីកែប្រែទម្លាប់របស់អ្នកទាំងស្រុងទស្សនវិទូជនជាតិបារាំងលោក Denis Diderot បានប្រើប្រាស់ជីវិតស្ទើរតែពេញមួយជីវិតរបស់គាត់រស់ក្នុងភាពក្រីក្រប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅក្នុងថ្ងៃមួយក្នុងឆ្នាំ1765កូនស្រីរបស់លោកជិតចូលរោងការទៅហើយគាត់គ្មានលទ្ធភាពក្នុងការចំណាយទៅលើពិធីមង្គលការកូនស្រីរបស់គាត់ឡើយបើទោះបីជាគាត់ខ្វះខាតធនធានក៏ពិតមែនក៏ដោយប៉ុន្តែ Diderot គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ថាគាត់មានតួនាទីជាសហស្ថាបនិកនិងអ្នកនិពន្ធដែលជាសព្វវចនាអធិប្បាយដ៏ទូលំទូលាយបំផុតមួយនៅក្នុងសម័យនោះនៅពេលដែល Catherine the Great ដែលជាអធិរាជនៃប្រទេសរុស្ស៊ីទ្រង់ជ្រាបអំពីបញ្ហាហិរញ្ញវត្ថុរបស់ Diderot ទឹកព្រះទ័យរបស់ទ្រង់ក៏នឹកគិតទៅដល់គាត់ទ្រង់គឺជាអធិរាជដែលប្រតិព័ទ្ធសៀវភៅនិងសពព្រះទ័យលើសពវចនាអធិប្បាយរបស់គាត់ទ្រង់ក៏បានស្នើសុំទិញបណ្ណាល័យផ្ទាល់ខ្លួនរបស់ Diderot នៅក្នុងតម្លៃ $1000 ដែលមានតម្លៃច្រើនជាង $15,000 ទៅទៀតនាពេលសព្វថ្ងៃនេះភ្លាមនោះ Diderot ក៏មានប្រាក់សម្រាប់ចំណាយទៅលើពិធីមង្គលការកូនស្រីរបស់គាត់ជាមួយនឹងទ្រព្យសម្បត្តិថ្មីរបស់គាត់នោះគាត់មិនត្រឹមតែបានចំណាយសម្រាប់ពិធីមង្គលការកូនស្រីគាត់ប៉ុណ្ណោះទេគាត់ថែមទាំងទទួលបានអាវផាយពណ៌ក្រហមសម្រាប់ខ្លួនគាត់មួយឈុតថែមទៀតផងអាវក្រហម Diderot គឺស្រស់ស្អាតណាស់និយាយទៅគឺស្រស់ស្អាតយកតែមែនតែម្ដងដែលធ្វើឲ្យគាត់បានកត់សម្គាល់ភ្លាមថាតើវាមិនមែនស័ក្តិសមទៅនឹងគាត់កម្រិតណាខណៈពេលដែលខ្លួនគាត់ត្រូវបានហុំព័ទ្ធដោយទ្រព្យសម្បត្តិទូទៅរបស់គាត់បានសរសេរថាវាលែងមានភាពស៊ីគ្នាទៀតហើយវាលែងមានឯកភាពគ្នាទៀតហើយវាលែងមានភាពស្រស់ស្អាតទៀតហើយរវាងអាវផាយដ៏ស្រស់ឆើតឆាយរបស់គាត់និងរបស់ផ្សេងទៀតរបស់គាត់នោះមិនយូរប៉ុន្មាន Diderot ក៏មានអារម្មណ៍ចង់ធ្វើឲ្យមានភាពប្រសើរឡើងទៅលើទ្រព្យសម្បត្តិរបស់គាត់បានជំនួសកម្រាលព្រំរបស់គាត់ជាមួយនឹងកម្រាលព្រំថ្មីដែលមកពីទីក្រុង Damascus គាត់បានតុបតែងផ្ទះរបស់គាត់ជាមួយនឹងរូបចម្លាក់ថ្លៃគាត់បានទិញកញ្ចក់មួយដើម្បីដាក់នៅពីលើដំបូលព្រមជាមួយនឹងតុផ្ទះបាយដែលល្អជាងមុនគាត់បានបោះចោលកៅអីផ្ដៅរបស់គាត់និងជំនួសមកវិញដោយកៅអីស្បែកវិញវាប្រៀបដូចជាការដួលរំលំនៃគ្រាប់ដូមីណូដូច្នោះដែរការទិញមួយបាននាំទៅរកការទិញមួយទៀតជាបន្តបន្ទាប់អាកប្បកិរិយារបស់ Diderot មិនមែនជារឿងចម្លែកឡើយតាមពិតទៅជាទំនោរសម្រាប់ការទិញមួយ
ដែលនាំទៅរកការទិញមួយផ្សេងទៀតនោះគឺមានឈ្មោះមួយថាឥទ្ធិពល Diderot បានលើកឡើងថាជារឿយៗការទទួលយកកម្មសិទ្ធិទៅលើរបស់ថ្មីមួយនឹងបង្កើតឲ្យមានវដ្ត spiral នៃការប្រើប្រាស់ដែលនាំទៅរកការបញ្ជាទិញបន្ថែមជាមួយបន្តបន្ទាប់អ្នកអាចកត់សម្គាល់ឃើញលំនាំមួយនេះនៅគ្រប់ទីកន្លែងអ្នកទិញរ៉ូបមួយហើយអ្នកក៏ត្រូវទិញស្បែកជើងនិងក្រវិលថ្មីឲ្យត្រូវគ្នាផងដែរអ្នកទិញសាឡុងមួយហើយអ្នកក៏ស្រាប់តែធ្លាយសួរពីប្លង់បន្ទប់ទទួលភ្ញៀវទាំងមូលរបស់អ្នកបន្ថែមទៀតអ្នកទិញប្រដាប់ក្មេងលេងឲ្យកូនរបស់អ្នកហើយមិនយូរប៉ុន្មានអ្នកនឹងរកឃើញថាខ្លួនអ្នកកំពុងតែទិញគ្រឿងបន្ទាប់បន្សំដែលត្រូវប្រើប្រាស់ជាមួយនឹងរបស់ទាំងអស់នោះបន្ថែមទៀតមិនខានវាគឺជាសង្វាក់ប្រតិកម្មឆ្លើយតបទៅលើការបញ្ជាទិញមួយឥរិយាបថរបស់មនុស្សជាច្រើនបានដើរទៅតាមវដ្តមួយនេះជារឿយៗអ្នកតែងតែសម្រេចចិត្តទៅលើអ្វីដែលត្រូវធ្វើបន្ទាប់ដោយផ្អែកទៅលើអ្វីដែលអ្នកទើបតែបានបញ្ចប់ការទៅបន្ទប់ទឹកនាំឲ្យមានការលាងដៃនិងសម្ងួតដៃរបស់អ្នកដែលរំលឹកអ្នកថាអ្នកត្រូវដាក់កន្សែងប្រឡាក់ទៅក្នុងម៉ាស៊ីនបោកគក់របស់អ្នកដូច្នេះអ្នកក៏បន្ថែមសាប៊ូបោកខោអាវទៅក្នុងបញ្ជីទិញទំនិញរបស់អ្នកនិងអ្វីផ្សេងទៀតជាច្រើនទៀតគ្មានឥរិយាបថណាមួយកើតឡើងដោយដាច់ដោយឡែកពីគេតែឯងនោះទេសកម្មភាពនីមួយៗនឹងក្លាយជាសញ្ញាជំរុញដែលជំរុញឲ្យមានឥរិយាបថជាបន្តបន្ទាប់ហេតុអ្វីបានជារឿងនេះជារឿងសំខាន់នៅពេលវាជាពេលដែលអ្នកត្រូវសាងទម្លាប់ថ្មីអ្នកអាចប្រើប្រាស់ទំនាក់ទំនងនៃឥរិយាបថដើម្បីជាប្រយោជន៍សម្រាប់អ្នកបានមធ្យោបាយដ៏ល្អបំផុតមួយក្នុងការកសាងទម្លាប់ថ្មីគឺត្រូវកំណត់អត្តសញ្ញាណទម្លាប់បច្ចុប្បន្នដែលអ្នកបានធ្វើរួចជាស្រេចជារៀងរាល់ថ្ងៃនោះរួចបន្ទាប់មកត្រូវប្រមូលផ្ដុំឥរិយាបថថ្មីឲ្យមកនៅពីលើនោះបន្ថែមទៀតជាបន្តបន្ទាប់វិធីសាស្ត្រមួយនេះគឺត្រូវបានគេឲ្យឈ្មោះថាការប្រមូលផ្ដុំទម្លាប់ការប្រមូលផ្ដុំទម្លាប់ជាទម្រង់ពិសេសមួយនៃចេតនាក្នុងការអនុវត្តជំនួសឲ្យការផ្គូផ្គងទម្លាប់ថ្មីរបស់អ្នកជាមួយពេលវេលានិងទីកន្លែងជាក់លាក់នោះអ្នកនឹងអាចផ្គូផ្គងវាជាមួយនឹងទម្លាប់បច្ចុប្បន្នមួយរបស់អ្នកបានវិធីសាស្ត្រមួយនេះគឺត្រូវបានបង្កើតឡើងដោយ B.J. Fogg ដែលជាផ្នែកមួយនៃកម្មវិធី Tiny Habits ឬយើងអាចនិយាយថាទម្លាប់តូចៗរបស់គាត់ដែលអាចយកទៅប្រើប្រាស់ដើម្បីរចនាសញ្ញាជំរុញដ៏ជាក់លាក់ណាមួយសម្រាប់ស្ទើរតែគ្រប់ទម្លាប់ទាំងអស់បានរូបមន្តនៃការប្រមូលផ្ដុំទម្លាប់គឺទម្លាប់ពីទម្លាប់បច្ចុប្បន្នខ្ញុំនឹងទម្លាប់ថ្មីឧទាហរណ៍ការធ្វើសមាធិបន្ទាប់ពីខ្ញុំចាក់កាហ្វេមួយពែងជារៀងរាល់ព្រឹករួចខ្ញុំនឹងធ្វើសមាធិ1នាទីការធ្វើលំហាត់ប្រាណបន្ទាប់ពីខ្ញុំដោះស្បែកជើងធ្វើការរបស់ខ្ញុំរួចខ្ញុំនឹងប្ដូរទៅស្លៀកសម្លៀកបំពាក់ហាត់ប្រាណភ្លាមៗតែម្ដងការបង្ហាញការដឹងគុណបន្ទាប់ពីខ្ញុំអង្គុយញ៉ាំអាហារពេលល្ងាចរួចខ្ញុំនឹងនិយាយរឿងមួយដែលខ្ញុំបានដឹងគុណចំពោះរឿងមួយនោះដែលបានកើតឡើងនៅក្នុងថ្ងៃនេះជីវិតអាពាហ៍ពិពាហ៍បន្ទាប់ពីខ្ញុំចូលគេងនៅពេលយប់ខ្ញុំនឹងថើបដៃគូរបស់ខ្ញុំមួយខ្សើតជារៀងរាល់យប់សុវត្ថិភាពបន្ទាប់ពីខ្ញុំពាក់ស្បែកជើងរត់រួចខ្ញុំនឹងផ្ញើសារទៅកាន់មិត្តភ័ក្តិឬសមាជិកគ្រួសារអំពីកន្លែងដែលខ្ញុំកំពុងរត់និងរយៈពេលដែលខ្ញុំត្រូវចំណាយទៅកាន់ពួកគេអ្វីដែលជាគន្លឹះនោះគឺអ្នកត្រូវព្យាយាមផ្សារភ្ជាប់ឥរិយាបថដែលអ្នកចង់បានជាមួយនឹងអ្វីដែលអ្នកបានធ្វើនៅក្នុងថ្ងៃនីមួយៗរួចជាស្រេចនោះឲ្យបាននៅពេលដែលអ្នក
អាចគ្រប់គ្រងលើរចនាសម្ព័ន្ធមូលដ្ឋាននេះបានហើយនោះអ្នកនឹងអាចចាប់ផ្ដើមបង្កើតការប្រមូលផ្ដុំធំជាងនេះតាមរយៈខ្សែសង្វាក់ទម្លាប់តូចៗរួមបញ្ចូលគ្នាបានជាពុំខានការនេះនឹងអនុញ្ញាតឲ្យអ្នកបានទាញយកអត្ថប្រយោជន៍ពីសន្ទុះធម្មជាតិដែលកើតចេញពីឥរិយាបថមួយដើម្បីឈានទៅរកឥរិយាបថបន្ទាប់ដែលជា version វិជ្ជមានមួយនៃឥទ្ធិពល Diderot បាននៅទីបំផុតការប្រមូលផ្ដុំទម្លាប់នៅពេលព្រឹករបស់អ្នកអាចមើលទៅមានទម្រង់បែបនេះ 1. បន្ទាប់ពីខ្ញុំស្រស់ស្រូបកាហ្វេមួយពែងនៅពេលព្រឹករួចខ្ញុំនឹងធ្វើសមាធិរយៈពេល60វិនាទី 2. បន្ទាប់ពីខ្ញុំធ្វើសមាធិ60វិនាទីរួចខ្ញុំនឹងសរសេរបញ្ជីដែលត្រូវធ្វើសម្រាប់រយៈពេល1ថ្ងៃពេញ 3. បន្ទាប់ពីខ្ញុំសរសេរបញ្ជីដែលត្រូវធ្វើសម្រាប់រយៈពេល1ថ្ងៃពេញរួចខ្ញុំនឹងចាប់ផ្ដើមធ្វើការងារដំបូងរបស់ខ្ញុំភ្លាមតែម្ដងឬក៏អាចពិចារណាអំពីប្រមូលផ្ដុំទម្លាប់សម្រាប់ពេលល្ងាចមួយនេះបាន 1. បន្ទាប់ពីខ្ញុំញ៉ាំអាហារពេលល្ងាចរួចខ្ញុំនឹងយកចានទៅទុកនៅកន្លែងលាងចានភ្លាម 2. បន្ទាប់ពីយកចានទៅទុកនៅកន្លែងលាងចានរួចខ្ញុំនឹងជូតសម្អាតតុភ្លាម 3. បន្ទាប់ពីខ្ញុំជូតសម្អាតតុរួចខ្ញុំនឹងរៀបចំកែវកាហ្វេសម្រាប់ព្រឹកស្អែកឲ្យហើយភ្លាមតែម្ដងអ្នកក៏អាចបញ្ចូលឥរិយាបថថ្មីចូលទៅក្នុងពាក់កណ្ដាលនៃទម្លាប់បច្ចុប្បន្នរបស់អ្នកបានដូចគ្នាឧទាហរណ៍ដូចជាអ្នកប្រហែលជាមានទម្លាប់ពេលព្រឹកដែលមើលទៅមានលក្ខណៈបែបនេះរួចទៅហើយគឺភ្ញាក់ពីគេងរៀបគ្រែរបស់ខ្ញុំងូតទឹកហើយសាកឧទាហរណ៍ថាអ្នកចង់អភិវឌ្ឍទម្លាប់នៃការអានឲ្យបានកាន់តែច្រើននៅក្នុងយប់នីមួយៗអ្នកអាចពង្រឹងទម្លាប់របស់អ្នករួចសាកល្បងអ្វីម្យ៉ាងដូចជាភ្ញាក់ពីគេងរៀបចំគ្រែគេងដាក់សៀវភៅនៅលើខ្នើយរបស់ខ្ញុំងូតទឹកឥឡូវនេះនៅពេលដែលអ្នកចូលគេងនៅរៀងរាល់យប់សៀវភៅមួយក្បាលកំពុងតែអង្គុយរង់ចាំអ្នកដើម្បីឲ្យអ្នករីករាយនឹងអានវារួចជាស្រេចសរុបមកការប្រមូលផ្ដុំទម្លាប់នឹងអនុញ្ញាតឲ្យអ្នកបង្កើតនូវច្បាប់ដ៏សាមញ្ញមួយដែលត្រូវត្រួសត្រាយផ្លូវសម្រាប់ឥរិយាបថនាពេលអនាគតរបស់អ្នកវាហាក់ដូចជាអ្នកតែងតែមានផែនការហ្គេមមួយសម្រាប់សកម្មភាពណាមួយដែលនឹងចូលមកជាបន្តបន្ទាប់ជានិច្ចនៅពេលដែលអ្នកទទួលបានភាពសុខស្រួលជាមួយនឹងវិធីសាស្ត្រមួយនេះហើយនោះអ្នកនឹងអាចអភិវឌ្ឍការប្រមូលផ្ដុំទម្លាប់ទូទៅមួយដើម្បីនាំផ្លូវអ្នកនៅពេលណាដែលស្ថានភាពមានលក្ខណៈសមស្របបានជាមិនខានការធ្វើលំហាត់ប្រាណនៅពេលដែលខ្ញុំឃើញជណ្ដើរជើងខ្ញុំនឹងឡើងជណ្ដើរទាំងនោះជំនួសឲ្យការប្រើប្រាស់ជណ្ដើរយន្តជំនាញសង្គមពេលដើរចូលទៅក្នុងពិធីជប់លៀងណាមួយខ្ញុំនឹងណែនាំខ្លួនឯងទៅកាន់អ្នកដែលខ្ញុំមិនទាន់បានស្គាល់ហិរញ្ញវត្ថុនៅពេលដែលខ្ញុំចង់ទិញរបស់ដែលមានតម្លៃលើសពី$100ខ្ញុំនឹងរងចាំរយៈពេល24ម៉ោងសិនសឹមខ្ញុំទិញវាការញ៉ាំអាហារសុខភាពនៅពេលដែលខ្ញុំរៀបអាហារឲ្យខ្លួនឯងខ្ញុំនឹងរៀបបន្លែដាក់នៅក្នុងចានរបស់ខ្ញុំមុនគេជានិច្ចតិចនិយមនៅពេលខ្ញុំទិញរបស់ថ្មីចូលខ្ញុំនឹងយករបស់អ្វីម្យ៉ាងចេញមួយចូលមួយចេញអារម្មណ៍អវិជ្ជមានពេលទូរស័ព្ទរោខ្ញុំនឹងដកដង្ហើមវែងហើយញញឹមមុននឹងឆ្លើយទូរស័ព្ទការភ្លេចភ្លាំងពេលខ្ញុំចាកចេញពីកន្លែងសាធារណៈខ្ញុំនឹងពិនិត្យមើលតុនិងកៅអីដើម្បីប្រាកដថាខ្ញុំមិនបានទុកអ្វីចោលនៅទីនោះឡើយមិនថាអ្នកប្រើយុទ្ធសាស្ត្រនេះតាមវិធីណានោះទេក៏អាចកំបាំងក្នុងការបង្កើតការប្រមូលផ្ដុំទម្លាប់ប្រកបដោយភាពជោគជ័យ
គឺនៅតែស្ថិតនៅលើការជ្រើសរើសសញ្ញាជំរុញដ៏ត្រឹមត្រូវដើម្បីចាប់ផ្ដើមជានិច្ចវាខុសពីចេតនាក្នុងការអនុវត្តដែលត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់អំពីពេលវេលានិងទីតាំងសម្រាប់ឥរិយាបថដែលអ្នកមានរួចស្រេចនោះដោយសារតែការប្រមូលផ្ដុំទម្លាប់គឺមានពេលវេលានិងទីកន្លែងសាងឡើងបង្កប់នៅក្នុងនោះពេលវេលានិងទីកន្លែងដែលអ្នកជ្រើសរើសដើម្បីបញ្ចូលទម្លាប់ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកទៀតសោតគឺអាចជំរុញឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយប្រសិនបើអ្នកកំពុងតែព្យាយាមបន្ថែមសមាធិក្នុងលំនាំដដែលនៅពេលព្រឹកប៉ុន្តែពេលព្រឹកមានភាពចលាចលហើយកូនរបស់អ្នកនៅតែបន្តរត់ចូលបន្ទប់របស់អ្នករហូតនោះដូច្នេះវាអាចជាកន្លែងនិងជាពេលវេលាដែលខុសមួយហើយពិចារណាអំពីពេលវេលាដែលអ្នកទំនងជាអាចនឹងទទួលបានជោគជ័យបំផុតមួយចូលកុំស្នើសុំឲ្យខ្លួនឯងអនុវត្តទម្លាប់ណាមួយនៅពេលដែលខ្លួនជាទំនងជាត្រូវបានគ្រប់គ្រងដោយអ្វីមួយផ្សេងឲ្យសោះសញ្ញាជំរុញរបស់អ្នកគួរតែមានប្រេកង់ដូចគ្នាទៅនឹងទម្លាប់ដែលអ្នកចង់បានប្រសិនបើអ្នកចង់អនុវត្តទម្លាប់មួយជារៀងរាល់ថ្ងៃប៉ុន្តែអ្នកប្រមូលផ្ដុំវានៅតែលើទម្លាប់មួយដែលកើតឡើងតែនៅក្នុងថ្ងៃច័ន្ទនោះទេដូច្នេះវានឹងមិនមានជាជម្រើសល្អសម្រាប់អ្នកឡើយមធ្យោបាយមួយដើម្បីស្វែងរកគន្លឹះដ៏ត្រឹមត្រូវសម្រាប់ការប្រមូលផ្ដុំទម្លាប់របស់អ្នកនោះគឺតាមរយៈការបំផុសគំនិតទៅលើបញ្ជីទម្លាប់បច្ចុប្បន្នរបស់អ្នកអាចប្រើតារាងពិន្ទុនៃទម្លាប់ពីជំពូកមុនមកធ្វើជាចំណុចចាប់ផ្ដើមបានជាជម្រើសអ្នកអាចបង្កើតបញ្ជីមួយដែលមានជួរឈរពីរជួរនៅក្នុងជួរទី1ចូលសរសេរទម្លាប់ដែលអ្នកធ្វើជារៀងរាល់ថ្ងៃដោយមិនឲ្យខ្វះចន្លោះឧទាហរណ៍ក្រោកពីដំណេកងូតទឹកដុសធ្មេញរបស់អ្នកស្លៀកពាក់ឆុងកាហ្វេមួយពែងញ៉ាំអាហារពេលព្រឹកនាំកូនទៅសាលារៀនចាប់ផ្ដើមថ្ងៃធ្វើការញ៉ាំអាហារថ្ងៃត្រង់បញ្ចប់ថ្ងៃធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់ធ្វើការអង្គុយញ៉ាំអាហារពេលល្ងាចបិទភ្លើងចូលគេងបញ្ជីរបស់អ្នកអាចនឹងវែងជាងនេះប៉ុន្តែអ្នកយល់ពីអ្វីដែលខ្ញុំនិយាយហើយនៅក្នុងជួរទី2ចូលសរសេរនៅអ្វីគ្រប់យ៉ាងដែលតែងតែកើតឡើងចំពោះអ្នកនៅក្នុងថ្ងៃនីមួយៗដោយមិនឲ្យខ្វះចន្លោះឧទាហរណ៍ព្រះអាទិត្យរះអ្នកទទួលបានអត្ថបទសារចម្រៀងដែលអ្នកស្ដាប់រហូតដល់ចប់ព្រះអាទិត្យលិចវិញចូលភ្ជាប់ជាមួយនឹងបញ្ជីទាំងពីរនេះនោះអ្នកនឹងអាចចាប់ផ្ដើមស្វែងរកកន្លែងដ៏ល្អបំផុតដើម្បីដាក់ពង្រាយទម្លាប់ថ្មីចូលទៅក្នុងការរស់នៅរបស់អ្នកបានការប្រមូលផ្ដុំទម្លាប់គឺជាដំណើរការដ៏ល្អបំផុតនៅពេលដែលសញ្ញាជំរុញមានភាពជាក់លាក់និងជាអ្វីដែលអាចឲ្យយើងធ្វើសកម្មភាពបានភ្លាមមនុស្សភាគច្រើនតែជ្រើសរើសសញ្ញាជំរុញដែលគ្មានភាពច្បាស់លាស់ពេកជារឿយខ្ញុំបានបង្កើតកំហុសមួយនេះឡើងដោយខ្លួនខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចង់ចាប់ផ្ដើមទម្លាប់អវ៉ង់ការប្រមូលផ្ដុំទម្លាប់របស់ខ្ញុំគឺនៅពេលដែលខ្ញុំសម្រាកអាហារថ្ងៃត្រង់ខ្ញុំនឹងអវ៉ង់ចំនួន10ដងពីដំបូងរឿងនេះស្ដាប់ទៅហាក់ដូចជាទំនងណាស់ប៉ុន្តែមិនបានប៉ុន្មានទើបខ្ញុំដឹងថាកម្លាំងជំរុញរបស់ខ្ញុំគឺគ្មានភាពច្បាស់លាស់ឡើយតើខ្ញុំនឹងអវ៉ង់មុនខ្ញុំញ៉ាំអាហារថ្ងៃត្រង់មែនទេឬក៏ក្រោយអាហារថ្ងៃត្រង់តើខ្ញុំនឹងធ្វើវានៅពេលណាទៅបន្ទាប់ពី3ថ្ងៃជាប់គ្នាកន្លងផុតទៅខ្ញុំក៏បានផ្លាស់ប្ដូរការប្រមូលផ្ដុំទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំបិទកុំព្យូទ័ររបស់ខ្ញុំដើម្បីញ៉ាំអាហារខ្ញុំនឹងអវ៉ង់ចំនួន10ដងនៅក្បែរតុរបស់ខ្ញុំដូច្នេះភាពមិនច្បាស់លាស់ប្រកាសជាបានរសាត់ចេញបាត់ទៅទម្លាប់ដូចជា
អានបន្ថែមឲ្យបានច្រើនឬញ៉ាំឲ្យត្រឹមត្រូវជាងមុនគឺសុទ្ធសឹងតែជាហេតុផលដ៏ស័ក្តិសមប៉ុន្តែគោលដៅទាំងនេះនឹងមិនផ្ដល់នូវការណែនាំអំពីរបៀបនិងពេលវេលាដែលត្រូវធ្វើសកម្មភាពឡើយចូលមានភាពច្បាស់លាស់និងត្រូវឲ្យប្រកាសដូចជាបន្ទាប់ពីខ្ញុំបិទទ្វារបន្ទាប់ពីខ្ញុំដុសធ្មេញបន្ទាប់ពីខ្ញុំអង្គុយនៅនឹងតុភាពច្បាស់លាស់គឺជារឿងសំខាន់ណាស់ទម្លាប់ថ្មីរបស់អ្នកកាន់តែត្រូវបានផ្សារភ្ជាប់ទៅនឹងសញ្ញាជំរុញបានរឹងមាំកម្រិតណានោះឱកាសដែលអ្នកនឹងកត់សម្គាល់ទៅលើពេលវេលាដែលត្រូវធ្វើសកម្មភាពក៏កាន់តែប្រសើរឡើងទៅតាមនោះដែរគោលការណ៍ទី1នៃការផ្លាស់ប្ដូរឥរិយាបថគឺត្រូវឲ្យមានភាពច្បាស់លាស់យុទ្ធសាស្ត្រដូចជាចេតនាក្នុងការអនុវត្តនិងការប្រមូលផ្ដុំទម្លាប់គឺស្ថិតនៅក្នុងចំណោមវិធីដ៏ជាក់ស្ដែងបំផុតដើម្បីបង្កើតសញ្ញាជំរុញដ៏ជាក់លាក់សម្រាប់ទម្លាប់របស់អ្នកនិងរចនាផែនការប្រកបដោយភាពច្បាស់លាស់សម្រាប់ពេលវេលានិងទីកន្លែងដើម្បីចាប់ផ្ដើមសកម្មភាព